ngày phẳng 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 ngày bật lên 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 ngày ngày bật lên ngày bật lên ngày bật lên ngày khai vậy đã đây ngày mất đây ngày cho đã đây ngày cho đã đây ngày cho mà cha hàng salon mua cả cá trâu ở vụt hạt chập luôn cài vì vừa bám nâng cùng riêng cắt mà riêng đai mà riêng chương sệt trái chấm nạc mình nè cao Brazil ngày tí 26 khaiมิถุนาឆ្នាំ2026កំឡុងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានចាប់ខ្លួនម្ចាស់ហាងកាកាសាឡនឈ្មោះគុំលីកាហៅក្រៅកាកាភេទស្រីអាយុ30ឆ្នាំស្ថិតនៅភូមិប៉ាឡេឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយវាយធ្វើបាបចាប់បង្ខាំងស្ត្រីមេម៉ៃដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃស្ត្រីរងគ្រោះមានឈ្មោះអ៊ុតខុនអាយុ59ឆ្នាំរស់នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាស្ត្រីមេម៉ាយគ្មានកូនគ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួលក្រោយមកក៏បានសុំស្ត្រីឈ្មោះកាកាដើម្បីស្នាក់នៅជាមួយហើយធ្វើជាអ្នកអនាម័យហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង3ឆ្នាំមកហើយយ៉ាងណាក្រោយបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង 10:00 នាទីថ្ងៃទី28 ខែមិថុនាឆ្នាំ2026ទើបឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងដកហូតវត្ថុតាងកំបិតតាំងតោដងឈើប្រវែង30 សង់ទីម៉ែត្រចំនួន1ដើមនៅចំណុចហាងកាកាសាឡនស្ថិតក្នុងភូមិប៉ាឡេឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតហើយបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធីច្បាប់លោកអនុសេនីយ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើនៅផ្ទះជនសង្ស័យពេលនោះជនរងគ្រោះកំពុងធ្វើការងារអនាម័យស្រាប់តែឃើញទូរស័ព្ទចំនួន3គ្រឿងធ្លាក់ចេញមកក្រៅហើយខ្លួនក៏បានយកទូរស័ព្ទនោះទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចតាមផ្លូវបានប្រាក់ចំនួន20,000រៀលស្រាប់តែថៅកែស្រីដែលជាជនសង្ស័យបានដឹងថាជនរងគ្រោះយកទូរស័ព្ទទៅលក់ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសចេញឈាមជាច្រើនកន្លែងនិងបានយកកាំបិតប៉ាំងតោគំរាមកាត់ម្រាមដៃម្រាមជើងរបស់ជនរងគ្រោះហើយថែមទាំងគំរាមមិនឲ្យចេញក្រៅផ្ទះថែមទៀតក្រោយមកនៅវេលាម៉ោង 4 ថ្ងៃទី 14 ខែមិថុនាឆ្នាំ2026ជនរងគ្រោះបានមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយរួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមជម្រឹងដែកពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីនៅមណ្ឌល 4 ដើម្បីព្យាបាលរបួសហើយបានទៅដាក់ពាក្យបណ្ដឹងប្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដងលោកអនុសេនីយ៍ឯកតិលតៃលីវបានបន្តថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែនដោយសារខឹងនឹងជនរងគ្រោះយកទូរស័ព្ទដែលជនជាតិចិនជាសង្សាររបស់ខ្លួនយកទៅលក់យកលុយដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃទី29 ខែមិថុនាឆ្នាំ2026នេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់